តែកុំបារម្ភអត់ទាន់ស្លាប់ទេគ្រាន់តែមានរបួសអញ្ចឹងទៅពេលដែលត្រឡប់មកអង្គុយជុំគ្នានឹងវិញនឹងបរោះខ្មៅម្នាក់នឹងគាត់ខឹងមែនទែនគឺគាត់សម្លក់សម្លឹងមករកឡាយលេតែម្ដងហើយឡាយលេគាត់ភ័យដែរដើរក្នុងព្រៃចឹងខ្លាចអាពើខ្មៅនឹងចាប់ហែកស៊ីចឹងគាត់ក៏បានព្យាយាមលួងចិត្តចឹងគាត់ក៏បានយកអាកាមេរ៉ានឹងឲ្យបរោះម្នាក់នឹងមើលហើយគាត់ស្មានតែបរោះនឹងអត់ស្គាល់កាមេរ៉ាលោកហើយលោកមើលងាយជីវភាពគេមកហាបរោះនឹងក៏បាននាំគ្នាសើចថាពួកឯងនឹងគិតថាខ្ញុំឈួតមែនអត់ស្គាល់កាមេរ៉ានេះខ្ញុំចេះថតឲ្យឃើញពួកឯងអាក្រក់ទៀតគឺតាមពិតឡាយលេនឹងអាក្រក់ស្រាប់ហើយថតមិនក៏ឃើញអាក្រក់ដែរបន្ទាប់ពីនោះអ្នកទាំងអស់គ្នាសើចទៅហើយអាបរោះឡាយលក់លេយើងនឹងគាត់រៀងអៀនគាត់ក៏បានដើរចេញមកខាងក្រៅវិញមកតែដោយសារតែគាត់នឹងអៀនខ្លាំងពេកគាត់ក៏បាននាំអ៊ូសាឡាដើរចេញមកខាងក្រៅក្រុមតែគ្នាឯងតែពីរនាក់នឹងអញ្ចឹងទៅហើយចេះតែដើរហើយអត់មានដឹងទីតំបន់អីទេរួចហើយនឹងពីរនាក់នឹងក៏បានវង្វេងនៅក្នុងព្រៃបន្ទាប់ពីវង្វេងគាត់ស្រាប់តែមានតមួយក្បាលនឹងបានបង្ហាញខ្លួនហើយអ្វីដែលធ្វើឲ្យយើងហួសចិត្តនឹងគឺបរោះឡាយលេនឹងគាត់អត់បានជួយសង្សារគាត់ទេគាត់បែរជារុញសង្សារគាត់នឹងចូលទៅមុខតនឹងទៅវិញហើយគាត់នឹងក៏បានរត់តែចិត្តអាក្រក់ខ្លាំងពេកគាត់ក៏បានតាក់ជើងដួលប៉ាកាច់ប៉ាកិនសន្លប់នឹងទៅរាយអ៊ូសាឡាវិញបន្ទាប់ពីនាងឃើញតសងនាងភ័យលក្ខណៈញ័រគ្រប់កន្លែងតែម្ដងញ័ររឹងបង្ហាបាតនឹងបំរុងនឹងហក់ខំត្របាក់ទៅហើយនឹងស្រាប់តែមានសម្លេងបរោះម្នាក់ស្រែកហូរបៀបដូចមនុស្សព្រៃចឹងអ្នកទាំងអស់គ្នារបៀបចឹងហើយគាត់ហោះមកដូចស៊ុបប្រហេរ៉ូចឹងដល់ហោះចុះហោះឡើងនឹងបុកដើមឈើដាំងបាត់យាយរុំដឹងមិនហើយគួរឲ្យខ្មាស់គេមែនទែនមកបុកចឹងហើយគាត់ធ្លាក់មកប៉ាំងដល់ចុងក្រោយធ្លាក់ត្រូវចំណុចសំខាន់ហួរបើខ្ញុំមិនដឹងហើយអ្នកទាំងអស់គ្នាណាដឹងក៏ដឹងចុះមិនដឹងហួស្អីទេហើយចុងក្រោយនឹងក៏បានធ្លាក់មកកិនក្បាលរបស់តនឹងបិទបាត់អត់ទាន់បានវាយគ្នានេះកិនតបាត់ទៅហើយបរោះតួឯករបស់យើងនេះគឺគាត់មានឈ្មោះថាជានិយាយទៅចុយនឹងគឺលក្ខណៈធម្មតាទៅហើយគាត់ហោះក្នុងព្រៃគឺគាត់ចូលចិត្តបុកដើមឈើបាត់ប្រហែលជាគាត់ស្រឡាញ់ដើមឈើខ្លាំងណាស់រួចហើយចុយនឹងតនឹងក៏បានធ្វើការវាយគ្នាហើយចុយនឹងចាប់បោះតដូចកីឡាកាសចឹងបង្វិលឡើងលឿនខ្ញុំអត់ដឹងថាមូលហេតុអីទេប្រហែលជាជ្រយនឹងគាត់ខ្លាំងពេកខ្ញុំមិនដឹងបង្វិលចុះបង្វិលឡើងចាប់បោកតនឹងទៅតនឹងក៏រត់បាត់ទៅបាផាសក្រញាំបាសុបបីតក៏ខ្លាចជ្រយដែរបន្ទាប់ពីនោះបរោះសង្ហារបស់យើងនឹងក៏បាននាំអ៊ូសាឡាហោះទៀតហើយបាទដោយចាប់សំយងវល់អីចឹងទៅរួចហើយក៏បានហោះទៅបុកដើមឈើមកតង់ទៀតតែលើកនេះធ្វើឲ្យអ៊ូសាឡានាងសន្លប់បាបុកបឹងសូមចូលទៅមើលរឿងពេញនៅក្នុង YouTube Khmer Movie Insight ដើម្បីបញ្ចប់រឿងតាមលេងខាងក្រោមហើយកុំភ្លេចចុច Subscribe ដើម្បីទទួលបានរឿងថ្មីអរគុណ